วิธีกดเลขថ្មីនៅក្នុងទូរស័ព្ទដៃដោយមិនចាំបាច់ប្រើកម្មវិធីជំនួយឬក៏ប្រើ Casio បងប្អូនទាំងអស់គ្នាពីមុនមកពេលដែលយើងចង់សរុបលុយឬក៏រកទិន្នន័យណាមួយបូកដកគុណចៃអញ្ចឹងយើងថាប្រើ Casio ឬក៏យើងប្រើកម្មវិធីគិតលុយ Cylinder ក្នុងទូរស័ព្ទដៃមែនអត់តែឥឡូវនេះមាន app ផ្សេងមួយទៀតនៅក្នុងកម្មវិធីទូរស័ព្ទយើងហ្នឹងគឺឈ្មោះថា Note កម្មវិធី Note ហ្នឹងគឺមានគ្រប់ទូរស័ព្ទកម្មវិធី Note ឥឡូវនេះគឺយើងអាចប្រើវិធីបូកដកគុណចៃប្រើ Casio ក្នុងនឹងដូចជាមួយនឹង Casio ខាងក្រៅអញ្ចឹងពេលដែលយើងត្រូវការ save ទិន្នន័យកំពុងតែកត់ទិន្នន័យអញ្ចឹងយើងមិនបាច់ចេញពី app ហ្នឹងទេយើងបូកដកគុណចែកនៅលើ Note នឹងផ្ទាល់តែម្ដង save ទុកឲ្យយើងនៅហ្នឹងតែម្ដងងាយស្រួលប្រើប្រាស់មែនតើជាពិសេសអាជីវករលក់ដូរគាត់ត្រូវការបូកដកទិន្នន័យរាល់ថ្ងៃគាត់ប្រើក្នុង Note នឹងបានណាឥឡូវហ្នឹង save ទុកឲ្យទៀតណាមិនបាច់ចេញទៅចុច Casio ទៀតទេងាយស្រួលប្រើប្រាស់ហើយ free អត់អស់លុយអីទាំងអស់ខ្ញុំនឹងណែនាំប្រាប់បងប្អូនពីវិធីប្រើប្រាស់នៅក្នុងវីដេអូមួយនេះអញ្ចឹងយើងចូលមកកាន់កម្មវិធី Note ហ្នឹងនៅក្នុង iPhone ក៏មាន Android ក៏មានគ្រប់ទូរស័ព្ទហើយបើរត់ឃើញអ្នកគ្នា search មកវាយពាក្យ Note ទៅគឺចេញហើយណាហើយចូលមកដល់ភ្លាមយើងដាក់ចំណងជើងឧទាហរណ៍ថាឥឡូវយើងចង់កត់ពីអីខ្ញុំទៅឧទាហរណ៍ថាការចំណាយក្នុងមួយថ្ងៃអញ្ចឹងណាអញ្ចឹងយើងចាប់ផ្ដើមបូកមក$40ឧទាហរណ៍ថាយើងចង់បូកការចំណាយណាគ្រាន់តែដាក់បូកចេញស្មើមកគឺថាចេញលុយមកភ្លាមឃើញទេចំនួនទិន្នន័យចេញមកភ្លាមយើងមិនបាច់ប្រើ Casio ទៀតទេណាហើយ save ទៅឲ្យយើងទៀតឥឡូវដកវិញគ្រាន់តែវាយសញ្ញាដកមកវាយ$14លុយប្រហែលដែលយើងចង់កណនាហ្នឹងណាចុចសញ្ញាស្មើមកចេញភ្លាមហើយយើងចុចកន្លែងសញ្ញាដកឃ្លានេះចំនួនលុយនេះលោតឡើងលើអេក្រង់យើងតែម្ដងឥឡូវខ្ញុំអនុវត្តឲ្យអ្នកគ្នាមើលណាចែកយើងចុចអាសញ្ញានេះណាហើយយើងដាក់លេខមក60ចែកនឹង2អញ្ចឹងទៅស្មើគាត់វាយស្មើមកគឺថាលោតចម្លើយមកភ្លាមលឿនមែនតើអ្នកគ្នាឥឡូវឧទាហរណ៍យើងវាយជាលេខវិញ8000បូក7000ស្មើគាត់វាយស្មើមកគឺចេញមកហ្មងឃើញទេឥឡូវបូកបន្តទៀតបូកបន្តដកបន្តអីក៏បានដែរអ្នកគ្នាឥឡូវគុណម្ដងណាគុណយើងចុចសញ្ញាផ្កាយ66គុណ3វាយស្មើមកគឺលោតចម្លើយមកភ្លាមលឿនមែនតើឥឡូវ100ហើយយើងចុចសញ្ញាដកចាចុចលេខដែលយើងចង់កណនាមកវាយស្មើគឺថាចេញចម្លើយមកគ្រប់កណន័យដែលយើងចង់គិតណាងាយស្រួលមែនតើលឿនមែនតើអ្នកគ្នាណានេះអញ្ចឹងយើងមិនបាច់ចេញទៅកម្មវិធីCylinder ឬក៏ Casio អីចុចយើងធ្វើលើនឹងដូចគ្នាអញ្ចឹងអ្នកគ្នាលឿនទៀតហើយចុចសញ្ញាគ្រីសទៅ save ឃើញនេះ save ទុកទាំងអស់អ្វីដែលយើងចង់កត់ឲ្យយើងវាយមកឥឡូវនេះការចំណាយម្ហូបកាហ្វេគ្រឿងសម្អាងបើថាយើងចង់ save ក្នុងមួយថ្ងៃហ្នឹងគឺថាអូយងាយស្រួលមែនតើអ្នកគ្នាបូកដកកូនចែកនៅលើហ្នឹងហ្មងណាចុះបញ្ជាក់តិចសម្រាប់ Android ក៏ចុចអញ្ចឹងដូចគ្នាដែរណាសូមអរគុណអ្នកនរគ្នាបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់ខ្លួនឯងនិងអ្នកដទៃសូមជួយ share ចែករំលែកទាំងអស់គ្នាអរគុណ